ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cookie សម្រាប់រឿងថ្ងៃនេះ Admin នឹងលើកយករឿងវិទ្យាល័យនរកភាគ6យកមកបន្តសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាដើម្បីតាមដានទស្សនាបន្តទៀតឃើញថាក្នុងវគ្គនេះក្រុមប្រឹក្សានិស្សិតកំពូលគឺកំពុងតែប្រជុំគ្នាដោយសុភមោអត់ពេញចិត្តនោះទេមានការស្លាប់ជាបន្តបន្ទាប់អញ្ចឹងណាគាត់បានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាត្រូវតែពង្រឹងសមត្ថភាពឡើងវិញកុំឲ្យសិស្សដែលគ្មានច្បាប់ទម្លាប់ទាំងអស់នោះបំពេញវិន័យបានតទៅទៀតពេលនឹងផងដែរဇៀនរបស់យើងក៏ដើរមកផឹកទឹកដោយធ្វើឲ្យសុភមោហ្នឹងសួរទៅទាំងឌឺដងថាកញ្ញាဇៀនមិនត្រូវការញ៉ាំអាហារសម្រន់ពេលដែលកំពុងប្រជុំអត់ពេលហ្នឹងហ្សៀនក៏តបទៅវិញថាសុភមោជាទីគោរពកំប្រតិកម្មខ្លាំងពេកនៅទីនេះមិនមែនមានតលោកម្នាក់ដែលចង់បញ្ចប់ការសម្លាប់នោះទេកុំធ្វើឲ្យរឿងរ៉ាវកាន់តែអាក្រក់ជាងនេះនិយាយឲ្យនាងបំរុងនឹងដើរចេញប៉ុន្តែត្រូវសុភមោចាប់ដៃគេអត់ពេញចិត្តជាមួយនឹងអត្តចរិតរបស់ហ្សៀននោះទេដែលគេនិយាយថាហ្សៀនយើងគឺខ្វះការគោរពចំពោះគេអញ្ចឹងណាយូរទៅសម្បីតែគ្នាផឹកទឹកក៏អត់បានដែរសុភមោនេះយ៉ាប់មែនបន្តមកគេក៏បានប្រាប់ទៅកាន់ណូអែលឲ្យទៅយកឯកសារពីអូវ៉ាឡេតយកមកឲ្យហ្សៀនរបស់យើងថតចម្លងទាំងអស់អញ្ចឹងណាទុកជាការពិន័យទៅកាន់នាងប៉ុន្តែហ្សៀនគឺថាអត់ឈឺក្បាលនោះទេបានដើរចាក់ចេញពីទីនេះនឹងល្អតិចតិចថាយ៉ាងណាក៏នាងបាននៅឆ្ងាយពីសុភមោដែរបន្តមក Fredzy ដើរមកសួរទៅកាន់សុភមោថាធ្វើអញ្ចឹងមិនពិន័យនាងស្រាលពេកទេដឹងអីសុភមោថាឲ្យទៅកាន់ Fredzy នាងគ្មានសិទ្ធិនិយាយនៅទីនេះទៀតនោះទេព្រោះថានាងគ្មានតំណែងអ្វីនៅក្នុងក្រុមប្រឹក្សានិស្សិតកំពូលទៀតនោះឡើយដែលធ្វើឲ្យ Fredzy ដឹងខ្លួនខុសសុំទោសទៅកាន់សុភមោងាកមកកាន់ហ្សៀនជាមួយនឹង Noel គឺកំពុងមករកឯកសារដែលត្រូវឲ្យហ្សៀនយកទៅ copy អញ្ចឹងណាពេលហ្នឹង Noel ក៏បានឆ្លៀតនិយាយទៅកាន់ហ្សៀនផងដែរនាងសំណាងណាស់ខ្ញុំស្មានតែសុភមោយកនាងទៅដាក់គុកងឹតឯតើហ្សៀនក៏តបទៅវិញថាមិនខកចិត្តមែន Noel ទេនាងគួរតែគិតល្អមកលើខ្ញុំខ្លះខ្ញុំបានគិតអញ្ចឹងនោះទេគាត់នៅគិតថាសុភមោគឺមានអាកប្បកិរិយាទន់ភ្លន់ចំពោះនាងខ្ញុំមិនត្រូវការនោះទេហើយខ្ញុំក៏មិនចង់បានជំនួយពីគាត់ដែរត្រូវហើយយើងពិតជាមានគ្រោះថ្នាក់ណាស់ដែលបានមកនៅចិត្តសុភមោយើងមិនដឹងនោះទេថាគាត់មានវិធីសាស្ត្រដាក់ទោសអាក្រក់អ្វីខ្លះបើសិនជានាងគិតថាគុកងឹតគឺជាការដាក់ទោសដ៏អាក្រក់នៅទីនេះនាងគិតខុសហើយតែហ្សៀនរបស់យើងឆ្លើយទាំងសាមញ្ញថាខ្ញុំត្រៀមខ្លួនរួចរាល់ហើយនិយាយទៅបើមានថ្ងៃណាមួយហ្សៀនត្រូវសុភមោដាក់ទោសក៏នាងអត់ខ្លាចនោះដែរបន្តមកណូអែលក៏ពមានពីភាពសាហាវរបស់សុភមោអញ្ចឹងណាប៉ុន្តែហ្សៀនរបស់យើងក៏បានស្ដីទៅកាន់ណូអែលថាបើនិយាយចប់ហើយទុកឲ្យនាងនៅស្ងប់ស្ងាត់ម្នាក់ឯងព្រោះតែនាងនៅមានការងារធ្វើជាច្រើននិយាយទៅហ្សៀនរបស់យើងគឺថាគ្មានចោះញោមគ្មានខ្លាចអ្នកណានោះទេហ្សៀនណាពេលដែលដើរតាមផ្លូវដើរបដាគិតបដានាងគិតពីអ្វីដែលណូអែលនិយាយនាងស្ទើរតែមិនជឿថានាងទទួលបានតនកម្មដោយសារតែនាងផឹកទឹកពេលប្រជុំចឹងសោះហើយដែលសំខាន់អីដែលណូអែលនិយាយគឺថាវាអាក្រក់ជាងអ្វីដែលនាងទទួលទៀតតែយ៉ាងណាក៏ល្អដែរដែលពេលនេះនាងបាននៅឆ្ងាយពីពួកគេជាពិសេសសុភមោនៅពេលដែលហ្សៀនរបស់យើងកំពុងតែដើរហ្នឹងស្រាប់តែក្រុមរបស់រ៉ូសាបានសម្លឹងឃើញហ្សៀនហើយបាននិយាយឌឺដងមកកាន់នាងតែម្ដងគឺនាងបានមកស្ទាក់ផ្លូវរបស់ហ្សៀនហើយនិយាយឌឺដងទៅកាន់ហ្សៀនចឹងណាដូចនិយាយថាអូដូចគេនិយាយមែនពេលនេះនាងបានខ្លាចជាលេខា SSG នាងប្រហែលជាមានមោទនភាពណាស់ហើយប៉ុន្តែក៏មោទនភាពខ្លាំងពេកពីព្រោះយ៉ាងណានាងនៅតែជាអ្នកបម្រើមិនមែនមានក្តីសុខបែបជាខ្វិននោះទេប៉ុន្តែបែបជាកាចេះដែលត្រូវគេប្រើអញ្ចឹងណាហ្សៀនរបស់យើងគឺថាប្រឹងទប់កំហឹងនិងបានប្រាប់អេរ៉ូសាបើកផ្លូវប៉ុន្តែរ៉ូសាគឺថាក្អឿអាំងយ៉ាងមែនទែនបានរុញហ្សៀនរបស់យើងមកទំហឹងធ្វើឲ្យជ្រុះឯកសារទាំងនឹងដីអញ្ចឹងណាហើយបាននិយាយប្រមាថការផ្ទៀនមកកាន់ហ្សៀនយ៉ាងច្រើនដូចនិយាយថាហ្សៀនហ្នឹងគឺមិនស្គាល់អំពីអត្តសញ្ញាណរបស់នាងទាំងដែលហ្សៀនរបស់យើងគឺថាអត់មាត់អត់កច្រើននោះទេបានរើសឯកសារនិងងើបឈរមកវិញហើយទៅតទល់ជាមួយនឹងរ៉ូសាអញ្ចឹងណាគ្រប់ពាក្យដែលរ៉ូសាប្រមាថមកកាន់ហ្សៀនហ្សៀនក៏បានប្រមាថទៅកាន់នាងវិញដូចនិយាយថារ៉ូសាហ្នឹងគួរតែយកពេលទៅមើលតារាងចំណាត់ថ្នាក់ទៅកុំយកពេលមកអត់ប្រយោជន៍នៅទីនេះហើយនាងគ្រាន់តែជាឆ្កែញីដ៏គួរអាណិតតែប៉ុណ្ណោះរ៉ូសាហ្នឹងខឹងខ្លាំងពេកបានតែកាភ្លៀងសៀនមកកាភ្លៀងសៀនរបស់យើងក៏និយាយថានាងនឹងវិតម្លៃចំពោះមួយកាភ្លៀងនេះចុះហ្សៀនពេលនេះគេមិនសិស្សធម្មតាណាទោះបីជារ៉ូសាធំប៉ុណ្ណាតែហ៊ានប្រហើនដាក់ហ្សៀនណាហ្សៀនក៏លែងរឹកពីទៅកាន់នាងវិញខ្លះដែររ៉ូសានៅពេលដែលឃើញថាហ្សៀនអត់មានខ្លាចអញើតចំពោះនាងអញ្ចឹងនាងប្រុងទះមកកាភ្លៀងទៀតអញ្ចឹងណាប៉ុន្តែត្រូវហ្សៀនចាប់ជាប់នឹងសងទៅកាន់នាងវិញឡើងដួលថ្មោលតែម្ដងហើយរ៉ូសានេះឃើញតែខ្លាំងអញ្ចឹងណាទាំងអស់គ្នាគេទះតែមកកាភ្លៀងសងស្រែកយ៉ៃពេញនឹងដែលនាងនិយាយថាហ្សៀនណាមិនស្គាល់ថានាងជាអ្នកណានោះទេនាងនឹងឲ្យរ៉ាស៊ីដែលជាសង្សាររបស់នាងចាត់ការទៅកាន់ហ្សៀនអញ្ចឹងណាប៉ុន្តែហ្សៀនរបស់យើងគឺថាមិនខ្លាចសំបីតែពិនចុងកញ្ចក់និយាយឲ្យនាងក៏បានឡើងទៅខាងលើបាត់ទៅទុកឲ្យរ៉ូសាគឺថាបកាច់បកិនក៏ត្រំជើងតែម្នាក់ឯងនឹងស្រែកពីក្រោយថាខ្ញុំនឹងសម្លាប់នាងខ្ញុំនឹងសម្លាប់នាងបន្ទាប់មកនាងក៏បានយកឯកសារមកឲ្យអូវ៉ាឡេតនឹងបានរាយការណ៍ថានេះគឺជាឯកសារសកម្មភាពរបស់ក្រុមប្រឹក្សានិស្សិតកំពូលអីអញ្ចឹងណានៅពេលដែលនិយាយហើយនាងក៏សម្លឹងទៅកាន់រូបថតដែលនៅលើតុរបស់អូវ៉ាឡេតដឹងភ្លាមសួរទៅកាន់ហ្សៀនថាចាប់អារម្មណ៍មែនហ្សៀនក៏វិក្បាលថាអត់នោះទេគាត់ក៏បាននិយាយថាការចង់ដឹងចង់លឺវាគឺជាធម្មជាតិរបស់មនុស្សគាត់ក៏មិនទៅថាអីដែរបន្ទាប់មកគាត់បានយករូបថតនៅលើតុនិងបានប្រាប់ទៅកាន់នាងថានេះគឺជារូបតាំងពីគាត់នៅជាគ្រូបរិញ្ញាណាតាមពិតកាលពីមុនក៏មិនដែលខ្វល់អីនោះទេគាត់គ្រាន់តែស្រឡាញ់ការបង្រៀនប៉ុន្តែ
តែយូរទៅទើបគាត់ដឹងថាគ្រប់យ៉ាងវាមិនល្អដូចអ្វីដែលយើងគិតណាគាត់ក៏ចាប់ផ្ដើមព្យាយាមយកចំណាត់ថ្នាក់ពង្រឹងអំណាចរហូតមកដល់រាល់ថ្ងៃនេះគឺគាត់ជាអ្នកកំណត់វិន័យនៅក្នុងសាលាតាមអ្វីដែលគាត់ចង់និយាយទៅអ្វីដែលអូវ៉ាឡេបាននិយាយនេះអំណាចវាគឺជាភាពរឹងមាំគឺជាអ្វីដែលយើងត្រូវការអញ្ចឹងណាបន្ទាប់មកគាត់បាននិយាយថាហ្សៀននឹងធ្វើឲ្យគាត់នឹកឃើញនរណាម្នាក់ហ្សៀនសួរថាតើអ្នកណាគេអូវ៉ាឡេបានដើរចេញនិងបានប្រាប់ទៅកាន់ហ្សៀនល្មមចាក់ចេញពីបន្ទប់របស់គាត់ហើយពេលដែលហ្សៀនចុះមកដល់ខាងក្រោមនាងបានជួបជាមួយនឹងវ៉ាន់នេសាបានសួរទៅកាន់ហ្សៀនប៉ិតអត់នាងមានចំនួនជាមួយនឹងរ៉ូសាហ្សៀនរបស់យើងគឺថានិយាយទាំងសោចអញ្ចឹងណានាងពិតជាទទួលបានដំណឹងលឿនមែនទែនប៉ុន្តែអ្វីដែលហ្សៀនហួសចិត្តហ្នឹងវ៉ាន់នេសាគឺបានស្ដីទៅកាន់ហ្សៀនដែលនិយាយថាហេតុអីបានជាហ្សៀនទៅឆ្លោះជាមួយនឹងវ៉ាន់នេសាដឹងពីកម្រិតធ្ងន់ធ្ងរនៃរឿងនេះអត់ហ្សៀនបានប្រាប់ទៅកាន់វ៉ាន់នេសាថាពួកគេមករករឿងនាងមុននោះទេប៉ុន្តែវ៉ាន់នេសានៅតែអត់ខ្វល់ដែលនាងនិយាយថាការទៅបង្កចំនួនជាមួយនឹងរ៉ូសាអញ្ចឹងវាមានគ្រោះថ្នាក់ហើយមិនមែនគ្រោះថ្នាក់ទៅហ្សៀននោះទេគឺគ្រោះថ្នាក់គ្រប់គ្នាអញ្ចឹងណាអញ្ចឹងឯងចង់ឲ្យយើងធ្វើម៉េចឯងចង់ឲ្យយើងឈរមកកន្លែងឲ្យគេច្រានវេដំនិងសម្លុតគម្រាមមែនហ្សៀនតានេះឯងគិតតែពីខ្លួនឯងទេមែនហេតុអីក៏ឯងមិនគិតដល់ក្រុមទាំងមូលដែលវ៉ាន់នេសានិយាយចេញមកហ្នឹងធ្វើដូចហ្សៀនហ្នឹងគឺជាមនុស្សអាត្មានិយមណាស់អញ្ចឹងថាឲ្យហ្សៀនហើយនាងក៏បានដើរចេញអញ្ចឹងណាហើយអេដមីនណាកន្លែងហ្នឹងនិយាយពីថាគ្រឹះវ៉ាន់នេសាខ្លាំងមែនទែនថ្ងៃនេះឃើញថាហ្សៀនមកអង្គុយមើលសភៅជុំមិត្តភ័ក្តិបណ្ដាមិត្តភ័ក្តិរបស់នាងទាំង5ទៀតគេកំពុងតែធ្វើលំហាត់អញ្ចឹងណាដែលវ៉ាន់សួរទៅកាន់គ្រប់គ្នាថាម៉េចហើយធ្វើលំហាត់ហើយនៅមិត្តជាមួយនឹងជេបាននិយាយថាមិនតាន់ធ្វើហើយនោះទេពេលហ្នឹងជេស្រាប់តែសុំម៉ាធីវដើម្បីចម្លងអញ្ចឹងណាម៉ាធីវថាឈួតទេរៀនសាលាជាមួយគ្នាថ្នាក់ជាមួយគ្នាបើចម្លងអញ្ចឹងគេចាប់បានមិនងាប់ទៅហើយនៅពេលដែលពួកគេកំពុងតែប្រកែកគ្នាហ្នឹងស្រាប់តែ Fredzy បានមកដល់ហើយមកដល់ហ្នឹងអត់មានហៅហ្សៀនរបស់យើងនោះទេក៏កាហេមអេដមីនឡើងគ្រឺតមែនទែននៅពេលដែលហ្សៀនដឹងថានាងមកទៅនាងប្រាប់ទៅកាន់ហ្សៀនថាស៊ុបផូម៉ូកំពុងតែរោនាងហ្សៀនបានសួរទៅកាន់ Fredzy ថាស៊ុបផូម៉ូរកខ្ញុំធ្វើអីហើយខ្ញុំមិនដឹងខ្ញុំគ្រាន់តែជាអ្នកនាំសារតែប៉ុណ្ណោះចរិតរបស់ Fredzy គឺថាក្អឺតកតោមទៅដាក់ហ្សៀនយើងខ្លាំងមែនទែនអេដមីនឡើងគ្រឺតជំនួសហ្សៀនពេលហ្នឹងនាងក៏បានដើរចេញទៅអញ្ចឹងណាបន្ទាប់មកនៅពេលដែលហ្សៀនបានដើរតាមផ្លូវហ្នឹងស្រាប់តែម៉ាធីវក៏បានដើរមកដល់ពីក្រោយនាងដែរហើយបានតែកេះខ្នងហ្សៀនបន្ទាប់មកក៏ពូននៅក្រោយខ្នងរបស់នាងហើយហ្សៀនរបស់យើងគឺថាងាកចុះងាកឡើងគឺថាអត់មានឃើញមនុស្សនោះទេឡើងពីបេដងអេដមីនឡើងហួសចិត្តកន្លែងហ្នឹងសាហាវជាងរឿងរាទៀតបន្ទាប់មកគេក៏ទៅបញ្ញាក់ហ្សៀនអញ្ចឹងណាពួកគេទាំងពីរនាក់ក៏និយាយគ្នាមកស្ទុះដែលម៉ាធីវសួរទៅកាន់ហ្សៀនថាមានបញ្ហាអីជាមួយវ៉ាន់នេសាមែនហ្សៀនក៏និយាយថាគឺទាស់សម្ដីគ្នាតិចតួចបន្ទាប់មកម៉ាធីវក៏លួងលោមទៅកាន់ហ្សៀនគេយល់គេដឹងថាហ្សៀនគឺជាមនុស្សដែលស្រឡាញ់មិត្តបំផុតធ្វើឲ្យហ្សៀនរបស់យើងគឺសប្បាយចិត្តអញ្ចឹងណាបន្ទាប់មកគេក៏បាននិយាយពីទំនាក់ទំនងរវាងហ្សៀនជាមួយនឹងស៊ុបផូម៉ូមកទៅដូចជាកាន់តែចិត្តស្និទ្ធទៅហើយធ្វើឲ្យគេគឺថាអត់សប្បាយចិត្តអញ្ចឹងណារៀងប្រច័ណ្ឌគេប៉ុន្តែហ្សៀនរបស់យើងក៏បាននិយាយថាគ្រាន់តែជាការងារតែប៉ុណ្ណោះដឹងអត់រាល់ថ្ងៃហ្នឹងសូម្បីតែជួបមុខគ្នាស៊ុបផូម៉ូមិនដែលតាំងនិយាយ good morning ឬមួយក៏សួរសុខទុក្ខនេះសូម្បីតែម្ដងម៉ាថេវគេបាននិយាយថាអ្នកណាមិនខ្វល់ពីហ្សៀនណាទុកឲ្យគេជាអ្នកខ្វល់ព្រោះតែគេគឺបានក្រាស់ទៅលើហ្សៀននិយាយប្រាប់ហ្សៀនឡើងចាំតែម្ដងតែយ៉ាងណាពួកគេពេលនេះមិនជាសង្សារនោះទេគ្រាន់តែជា best friend នឹងគ្នាបន្ទាប់មកនៅពេលដែលហ្សៀនបំរុងនឹងទៅហើយនឹកឃើញអីម៉ាធីវបានសួរទៅកាន់ហ្សៀនថារវាងខ្ញុំជាមួយនឹងស៊ុបផូម៉ូតែអ្នកណាសង្ហាជាងហ្សៀនក៏តបថាប្រកាសជាឯងហើយចៃដន្យអីចាំពេលស៊ុបផូម៉ូចេញមកល្មមអ្នកទាំងអស់គ្នាចេញមកឮហ្សៀននិយាយភាសាអញ្ចឹងគឺថាក្តៅស្លឹកជាជើងងើងបានហៅហ្សៀនឲ្យចូលក្នុងហើយនឹងសម្លក់សម្លឹងទៅកាន់ម៉ាធីវអីអញ្ចឹងណានៅពេលដែលចូលទៅដល់ខាងក្នុងឃើញថាហ្សៀនត្រូវមាត់អញ្ចឹងណាស៊ុបផូម៉ូបានហាមឃាត់ច្រើនដងឲ្យថាកុំឲ្យនាងទៅញ៉ៃញ៉ៃជាមួយនឹងមិត្តភ័ក្តិរបស់នាងបើមានពេលទៅកំដរមិត្តណាយកពេលមកពង្រឹងសមត្ថភាពធ្វើការរបស់ខ្លួនឯងវិញទៅព្រោះតែថ្មីនេះនាងបានប៉ះពាល់ទៅលើរ៉ូសាអញ្ចឹងណាហើយគេបានសួរទៅកាន់ហ្សៀនថាបានធ្វើអីខ្លះចំពោះរ៉ូសានាងបានតែកំភ្លៀងរ៉ូសា180ដឺក្រេនិយាយផងសើចផងអញ្ចឹងណាដែលធ្វើឲ្យស៊ុបផូម៉ូរបស់យើងប្រតិកម្មខ្លាំងមែនទែនគេនិយាយថារ៉ូសាគឺជា Queen ប្រចាំសាលាមួយនេះដែលមិនមែនមនុស្សធម្មតាដូចហ្សៀនអាចទៅប៉ះពាល់បាននោះទេកុំភ្លេចតែខ្លួននាងពេលនេះត្រឹមតែជាលេខាដែលគ្មានអំណាចទាល់តែសោះហ្សៀនក៏បានតបវិញថានាងមិនខ្វល់នោះទេកុំថាឡើយម្ចាស់សត្រីវិរិជនីអីទោះបីជាស៊ុបផូម៉ូក៏ដោយតែអ្នកណាធ្វើឲ្យនាងឈឺចាប់នាងនឹងតបតទៅវិញពេលហ្នឹងស៊ុបផូម៉ូខ្ជិលនិយាយច្រើនក៏បានប្រាប់ទៅកាន់ហ្សៀនដែលដាក់ទោសនាងឲ្យទៅសម្អាតអាហារដ្ឋានពេញមួយសប្តាហ៍ហ្សៀនរបស់យើងហួសចិត្តខ្លាំងមែនទែនគេនិយាយប៉ិតអត់តែនាងត្រូវធ្វើវាមែននេះស៊ុបផូម៉ូក៏បញ្ជាក់ថាការប៉ិតត្រូវសម្អាតមិនមែនសម្អាតធម្មតាសូវសម្អាតឲ្យភ្លឺចែងចាំងទៀតហ្សៀនរបស់យើងក៏ដឹងថាតវ៉ាវាគ្មានន័យនោះដែរនាងក៏បានព្រមទទួលនឹងសួរថាអស់ការមិនមែនបោះការហើយនាងសុំទៅសិនហើយនិយាយហើយក៏បានដើរចេញទៅអូយមើលទៅរកពីរបស់ហ្សៀនគឺថាឌឺខ្លាំងមែនទែនថ្ងៃនេះហ្សៀនបានមករៀនម៉ោងសាសនាពេលហ្នឹងមានសិស្សម្នាក់ឆ្លើយសំណួររបស់អ្នកគ្រូបានយ៉ាងល្អមែនទែនធ្វើឲ្យអ្នកគ្រូពេញចិត្តចឹងណានៅពេលដែលដល់ម៉ោងចេញលេងគ្រប់គ្នាគឺបានដើរចេញប៉ុន្តែហ្សៀនរបស់យើងគឺអង្គុយសម្លឹងមើលទៅកាន់អ្នកគ្រូជាមួយនឹងសិស្សម្នាក់ហ្នឹងដោយគិតនៅក្នុងចិត្តថា
ពួកគេទាំងពីរពិតជាមានទំនាក់ទំនងល្អដែលយើងមើលទៅហាក់បីដូចជាម្ដាយនិងកូនអញ្ចឹងណាហើយពួកគេទាំងពីរតែងតែស្រឡាញ់ថែរក្សានិងការពារគ្នាទៅវិញទៅមកដូចជានាងនិងមិត្តភក្តិរបស់នាងអញ្ចឹងដែលនាងមានកម្លាំងចិត្តរស់នៅក្នុងឋាននរកនេះក៏ដោយសារតែមិត្តរបស់នាងដែរពេលដែលគិតហើយនាងក៏បាននឹកដល់វ៉ានេសាដែលយល់ថាខ្លួនឯងគឺធ្វើខុសចំពោះមិត្តភក្តិអីអញ្ចឹងណាបន្ទាប់មកនៅពេលដែលចេញពីរៀនហ្សៀនបានដើរតាមផ្លូវបានទៅប៉ះជាមួយនឹងសេលីនហើយអេដមីនឲ្យទៅសម្លឹងមុខសេលីននិយាយពីថាឡងព្រឺក្បាលនាងបានសម្លឹងទៅកាន់ហ្សៀននិងបានប្រាប់ទៅកាន់ហ្សៀនថាពួកគេកំពុងតែមកហើយនិយាយទៅប៉ុណ្ណឹងអូហ្សៀនទៅអង្គុយនិងបានប្រាប់ថាហ្សៀនកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៅក្នុងចំណោមមិត្តរបស់នាងគឺមានអ្នកក្បត់បើសិននាងជាហ្សៀននាងនឹងវាយបកទៅកាន់ពួកគេមុននិយាយហើយសេលីនក៏បានចាក់ចេញទៅដែលធ្វើហ្សៀនរបស់យើងគឺថាហាក់រៀងខ្វាយខ្វល់ដែរហ្នឹងណាទាំងអស់គ្នាបន្ទាប់មកគឺដល់ម៉ោងដែលហ្សៀនត្រូវមកសម្អាតអាហារដ្ឋានណាទាំងអស់គ្នានាងបោះដីបដាគិតនៅក្នុងចិត្តដែលខឹងទៅកាន់ស៊ុបប៉ូម៉ូអញ្ចឹងណាដែលឲ្យនាងមកធ្វើការនៅទីនេះនាងពិតជាធុញទ្រាន់ខ្លាំងមែនទែនចំណែកស៊ុបប៉ូម៉ូហ្នឹងក៏កំពុងតែនៅក្រោយខ្នងមើលការងារសម្អាតរបស់នាងដែរនៅពេលដែលមើលចុះមើលឡើងហ្នឹងគេស្រាប់តែទៅសួរហ្សៀនរបស់យើងថាតើនាងមានគ្រួសារអត់ហ្សៀនរបស់យើងឡើងឆ្ងល់ថាបាននៅសុកមកសួរអញ្ចឹងស៊ុបប៉ូម៉ូក៏យល់ថាបើសិនជាគេនាំនាងជជែកប្រហែលជាសម្អាតរៀងលឿនជាងហ្នឹងហើយគេក៏សួរទៅកាន់ហ្សៀនម្ដងទៀតថាគ្រួសាររបស់ហ្សៀនហ្នឹងគឺយ៉ាងម៉េចដែរហ្សៀនស្ងាត់ឡើងមកសតុះធំនាងក៏បានរៀបរាប់អំពីគ្រួសារដំបូងឡើយគឺម្ដាយរបស់នាងគឺជាមនុស្សឧស្សាហ៍ព្យាយាមហើយគាត់គឺជាមនុស្សដែលចូលចិត្តកម្មវិធីទូរទស្សន៍អីអញ្ចឹងណានាងក៏មានបងស្រីម្នាក់ដែលមានឈ្មោះថាអាលីសុននាងគឺមានភាពស្អាតឆ្លាតនិងពូកែតែសំខាន់ម្ដាយរបស់នាងគឺតែងតែព្រួយបារម្ភពីកូនស្រីទាំងពីរជានិច្ចដោយសារតែពួកគេទាំងពីរហ្នឹងគឺសុទ្ធតែមានចរិតជាអ្នកប្រយុទ្ធហើយនាងធ្លាប់មានចំនួនជាមួយមនុស្សប្រុសដែលម្ញែបងស្រីរបស់នាងនិយាយបដើសើចបដើនិយាយត្រឹមនេះនាងក៏ឈប់និយាយទៅហើយបញ្ជាក់ទៅកាន់ស៊ុបប៉ូម៉ូវិញថាគ្រួសារនាងគ្រាន់តែជាគ្រួសារធម្មតាបន្ទាប់មកស៊ុបប៉ូម៉ូក៏សួរពីមិត្តភក្តិរបស់នាងយ៉ាងម៉េចដែរហ្សៀនក៏តបថាខៃលោកស្គាល់ពួកគេតែខ្ញុំស្គាល់តែឈ្មោះហ្នឹងអត់ដឹងពីចរិតរបស់ពួកគេផងហ្សៀនក៏ចាប់ផ្ដើមរៀបរាប់ពីមិត្តភក្តិរបស់នាងម្ដងមួយអញ្ចឹងណាដែលនាងនិយាយថាមីនហ្នឹងគឺជាបេះដូងនៃក្រុមនាងប្រៀបដូចជាស៊ូស៊ីអញ្ចឹងចំណែកឯដេវជាមួយនឹងជេវិញគេតែងតែធ្វើឲ្យក្រុមសប្បាយរីករាយអញ្ចឹងណាហើយបើនិយាយពីវ៉ាន់នេសានាងគឺជាមនុស្សស្រីដែលក្លាហានជាងខ្ញុំទៅទៀតចុងក្រោយគឺជាម៉ាធីវគឺជាអ្នកថែរក្សាខ្ញុំបន្ទាប់មកហ្សៀនក៏បានសួរទៅកាន់ស៊ុបប៉ូម៉ូវិញចុះលោកគ្រួសារលោកមិនដែរមិនប្រុងឲ្យខ្ញុំនិយាយរឿងគ្រួសាររបស់ខ្ញុំតែម្នាក់ឯងណាស៊ុបប៉ូម៉ូក៏បានបញ្ជាក់ថាអូយអញញ៉ៃហើយវែងឆ្ងាយណាស់ចាំថ្ងៃក្រោយខ្ញុំនឹងប្រាប់នាងពេលនេះនាងគួរតែសម្អាតទីនេះឲ្យបានស្អាតល្អហ្សៀនរបស់យើងក៏ឆ្លើយទៅវិញថាខ្ញុំដឹងហើយដល់ម៉ោង 6 កន្លះហ្សៀនក៏បានសម្អាតទីនេះឲ្យល្មមអេដមីនចេះតែស្រាវចឹងខ្នងពេលដែលឃើញម៉ោង 6 ជាងហ្នឹងពេលហ្នឹងនាងក៏កលេចឃើញថាស៊ុបប៉ូម៉ូបានមកដល់ទីនេះអញ្ចឹងណានាងបាននិយាយទាំងស្នាមញញឹមថាការងាររបស់នាងគឺរួចរាល់ហើយស៊ុបប៉ូម៉ូរបស់យើងបាននិយាយថាយឺតជាងគេគិតបន្តិចបន្ទាប់មកគេបានដើរមើលចិត្តហ្សៀនហើយប្រយោគបន្ទាប់របស់គេហ្នឹងយ៉ាងណាក៏នាងធ្វើបានល្អតែនេះគឺជាពាក្យសរសើរលើកទី1ពីស៊ុបប៉ូម៉ូទៅកាន់ហ្សៀនដែលធ្វើហ្សៀនរបស់យើងគឺថារៀងភ័យអអញ្ចឹងណាពួកគេសម្លឹងមុខគ្នាមកសន្ទុះហ្សៀនក៏បានសួរទៅកាន់ស៊ុបប៉ូម៉ូតែខ្ញុំអាចទៅបាននៅគេក៏បានប្រាប់នាងឲ្យទៅចុះនៅពេលដែលហ្សៀនរបស់យើងបានដើរចេញទៅស៊ុបប៉ូម៉ូគឺបង្ហាញស្នាមញញឹមនៅលើមុខអញ្ចឹងណាចំណែកឯហ្សៀនរបស់យើងដើរចេញមកដល់ខាងក្រៅគឺថាងឹតឈឹងអ្នកទាំងអស់គ្នាហើយឡើងស្ងាត់ចងំដើរបដើភ័យបដើនេះមានអារម្មណ៍អត់ល្អនោះទេមួយសន្ទុះក្រោយមកឃើញថាដូចអ្វីដែលនាងគិតពិតមែនមានក្រុមរបាំងមុខក្រហមប្រមាណអ្នកជាយាមចាប់នាងអញ្ចឹងណាហើយយកនាងទៅចងលើកៅអីនៅក្នុងបន្ទប់បោះបង់ចោលមកកន្លែងនៅពេលដែលហ្សៀនរបស់យើងដឹងខ្លួនឃើញថាមានមនុស្ស 4-5 នាក់មកនៅនឹងគ្មានពីណាក្រៅពីកូនចៅរបស់រ៉ូសានោះទេដែលពួកគេនាំគ្នានិយាយសើចហើយទីពីជោគវាសនារបស់ហ្សៀនអញ្ចឹងណាពួកគេគិតថាចៅហ្វាយរបស់ពួកគេនឹងសម្លាប់ហ្សៀនជាមិនខាននៅពេលដែលនិយាយចុះនិយាយឡើងស្រាប់តែចៅហ្វាយរបស់ពួកគេក៏ដើរចូលមកដល់ហើយចៅហ្វាយរបស់ពួកគេនឹងគឺជារ៉ាស៊ីនឹងឯងនៅពេលដែលរ៉ាស៊ីចូលមកដល់គេបានដេញកូនចៅចេញអស់លីងបន្ទាប់មកគេបានដើរទៅចិត្តហ្សៀននិងបានទះនាងមកកំភ្លៀងដោយនិយាយថានេះគឺជាការដាក់ទណ្ឌកម្មដែលនាងហ៊ានល្មើសទៅកាន់រ៉ូសាហើយអ្នកទាំងអស់គ្នាមានឆ្ងល់អត់រ៉ាស៊ីនេះហើយនឹងរ៉ាស៊ីដែលអេដមីនប្រាប់គឺអត់ដូចគ្នាតតែសោះរ៉ាស៊ីនេះមានឡើងដូចជ្រូកប៉ុន្តែកំតន់ឆ្ងល់ចាំមើលតិចទៀតពួកយើងនឹងដឹងហើយនៅពេលហ្នឹងផងដែរឃើញថាហ្សៀនរបស់យើងគឺនៅតែបង្ហាញទឹកមុខថ្មឹងអញ្ចឹងណាមើលទៅដូចជាមិនភ័យខ្លាចមិនអីតតែសោះគេបានទៅសើទៅកាន់ហ្សៀនថានាងក្លាហានណាប៉ុន្តែនាងគិតមើលតើមិត្តភក្តិរបស់នាងក្លាហានដូចនាងអត់បើសិនជានាងអត់ខ្លាចគេនឹងចាប់ដើមពីមិត្តភក្តិរបស់នាងហើយគេចាប់ដើមដំបូងគេហ្នឹងគឺមីនគេចង់ដឹងនៅពេលដែលមីនឈឺតើនាងនឹងស្រែកយ៉ាងណានៅពេលដែលនិយាយហើយបណ្ដាហ្សៀនរបស់យើងគឺថានឹងថឹងខ្លាំងមែនទែនតែបន្តិចអ្នកខ្លាចផងតែនាងនិយាយយ៉ាងជឿជាក់ថាឯងហ៊ានធ្វើអីខ្ញុំដឹងពីអាត់កំបាំងរបស់ឯងរ៉ាស៊ីនិយាយទាំងជឿជាក់ថានាងដឹងអាត់កំបាំងអីរបស់ខ្ញុំគ្មានអាត់កំបាំងនោះទេហើយគេគិតថាហ្សៀនទើបតែចូលថ្មីអញ្ចឹងវាមិនដែលនាងដឹងពីអាត់កំបាំងរបស់គេអញ្ចឹងណាបន្ទាប់មកហ្សៀនរបស់យើងក៏បាននិយាយថាឯងមិនមែនជាគេទោះបីជាឯងពាក់របាំងមុខមួយនេះតែឯងមិនមែនជារ៉ាស៊ីខ្ញុំធ្លាប់ជួបរ៉ាស៊ីម្ដង
ប៉ុន្តែខ្ញុំនៅតែចាំរូបរាងគេនៅក្នុងខួរក្បាលគ្រាន់តែហ្សៀននិយាយមកដល់ប៉ុណ្ណេះអាប៉ែហ្នឹងគឺថារៀងផិតភ័យដែរអ្នកទាំងអស់គ្នាសូម្បីតែកូនចៅរបស់គេហើយនឹងរ៉ូសាហ្នឹងក៏មើលមិនដឹងថាគេជារ៉ាស៊ីខ្លាំងៗផងហេតុអីបានជាហ្សៀនហ្នឹងពូកែម៉េះក៏លេខភ្លាមគឺដឹងភ្លាមហ្នឹងឯងគឺជាមូលហេតុដែលពីរអ្នកនឹងខុសគ្នាដោយសារតែអាប៉ែនេះគឺជាអ្នកបន្លំពេលហ្នឹងផងដែរអាប៉ែហ្នឹងក៏បានអង្វរទៅកាន់ហ្សៀនអញ្ចឹងណាដែលចង់ឲ្យហ្សៀនជួយលាក់ការសម្ងាត់របស់គេហើយគេនឹងដោះលែងហ្សៀនចេញទៅតែហ្សៀនរបស់យើងមើលទៅហាក់បីដូចជាមិនចោះញោមតតែសោះពេលហ្នឹងអាប៉ែហ្នឹងហៅកូនចៅរបស់គេចូលមកនឹងបានហុចកបិតទៅកាន់ពួកគេអញ្ចឹងណាកូនចៅរបស់គេម្នាក់បានដើរកាន់កបិតមកចិត្តហ្សៀនដោយធ្វើហ្សៀនរបស់យើងពេលហ្នឹងភ័យខ្លាំងមែនទែននាងឡើងហូរទឹកភ្នែកកូនចៅរបស់រ៉ាស៊ីខ្លាំងខ្លាយហ្នឹងយាកបិតចាត់ការហ្សៀនទៅហើយតែមានណាគេមិនបានសម្លាប់ហ្សៀននោះទេគេគ្រាន់តែដោះលែងហ្សៀនតែប៉ុណ្ណោះនៅពេលហ្នឹងកូនចៅរបស់រ៉ាស៊ីខ្លាំងខ្លាយក៏បានដើរចេញទៅហើយហ្សៀនបានដើរទៅចិត្តរ៉ាស៊ីនិងប្រាប់ទៅកាន់គេថាអាចកំបាំងរបស់គេក៏ជាអាចកំបាំងរបស់នាងដែរនិយាយហើយនាងឆ្លៀតសមមកភ្លៀងទៅកាន់អាប៉ែនឹងវិញចិត្តតាំងពីពេលនេះតទៅពីរអ្នកហ្នឹងគឺថាខ្សែតែមួយហើយនៅពេលដែលហ្សៀនបំរុងនឹងដើរចេញអាប៉ែហ្នឹងក៏សេកប្រាប់ទៅកាន់ហ្សៀនថាកុំដើររកគាត់ទៀតអីគេចង់សម្ដៅទៅលើរ៉ាស៊ីពិតប្រាកដហ្សៀនរបស់យើងនៅពេលដែលដើរចេញមកឃើញថានេះគឺវិគៀម៉ោង7អ្នកទាំងអស់គ្នាដើរបដាភ័យបដាអេដមីនមើលហើយគឺថាអាណិតហ្សៀនខ្លាំងមែនទែននិយាយពីថាវេទនាអើយវេទនានៅពេលហ្នឹងផងដែរស្រាប់តែសំឡេងប្រកាសអាសន្នបន្លឺឡើងដែលបញ្ជាក់ថានេះគឺម៉ោង7:00នាទីហើយហ្សៀនរបស់យើងគឺថាអត់ខ្វល់ច្រើននោះទេរត់ដាច់ជើងចោលជាមួយនឹងទស្សនវិជ្ជានៅក្នុងបរិវេណសាលាគឺថាឡើងអញ្ញៃវាយគ្នាប្រសេកប្រសាច់ពេញនឹងអេដមីនឆ្ងល់ដល់ហើយសាលាហ្នឹងសិស្សប្រមាណអ្នកវាយគ្នាស្លាប់រាល់ថ្ងៃហេតុអីបានអត់ចេះអស់សិស្សសោះអេដមីនឆ្ងល់នៅពេលដែលហ្សៀនកំពុងតែរត់ចុះរត់ឡើងហ្នឹងស្រាប់តែមានមនុស្សមកវាយប្រហារនាងប៉ុន្តែក៏ចំណាំងល្អដែរដែលមានក្រុមផ្សេងដែលមកវាយប្រហារទៅកាន់ពួកនឹងតអញ្ចឹងណាធ្វើឲ្យហ្សៀនរបស់យើងរួចខ្លួនបន្ទាប់មកនាងក៏បានរត់មកដល់មាត់ទ្វារហើយរត់មកដល់មាត់ទ្វារផ្ទះនៅតែមានមនុស្សមកតោងជើងហ្សៀនដែលនិយាយថាឲ្យហ្សៀននឹងជួយគេផងហ្សៀនប្រឹងពវេប្រវាចាក់សោចូលផ្ទះនៅពេលដែលនាងបំរុងនឹងបិទទ្វារទៅហើយក៏មានមនុស្សមករុញព្យាយាមបើកទ្វារកន្លែងស្នាក់របស់ហ្សៀនហ្នឹងទៅធ្វើហ្សៀនគឺថាអន្ទះសារមែនទែនវាយផងទាត់ផងទៅកាន់មនុស្សទាំងអស់ហ្នឹងបន្ទាប់មករឿងរ៉ាវភាគ6របស់យើងគឺត្រូវបានបញ្ចប់តែត្រឹមនេះអេដមីនអរគុណមែនទែនសម្រាប់ការតាមដានតាំងពីដើមរហូតដល់បញ្ចប់បើសិនជាមានខុសឆ្គងត្រង់ប្រការណាមួយសំខាន់ទៅអភ័យទោសអ្នកទាំងអស់គ្នាផងសូមជម្រាបលា